វីដេអូមុនខ្ញុំធ្វើបង្ហាញពីរបៀបនៃការដាក់ scan ក្រយៅដៃនៅលើទូរស័ព្ទ Samsung Galaxy អូខេអញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើបាទបង្ហាញពីរបៀបនៃការលុបក្រយៅដៃលុប scan ក្រយៅដៃ remove fingerprint sensor នឹងចេញហ្នឹងហើយអញ្ចឹងយើងត្រូវលុបវាដើម្បីអ្វីពេលខ្លះហ្នឹងហើយពេលខ្លះយើងត្រូវលុបវាដើម្បីយើងធ្វើការ scan ម្ដងទៀតណាបាទជាពិសេសនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរ screen ការពារហ្នឹងគឺយើងត្រូវតែ remove វាដើម្បីធ្វើការ scan ម្ដងទៀតដើម្បីឲ្យវា scan បានលឿនបានត្រូវពេលខ្លះយើងអ៊ុត screen ថ្មីអ៊ុត screen ការពារកញ្ចក់ touch របស់យើងថ្មីហ្នឹងគឺវា scan មិនបានលឿនទេមិនត្រូវទេវាទាមទារឲ្យយើង remove fingerprint sensor ចាស់ហ្នឹងចោលហើយយើងធ្វើការ add ដាក់សារថ្មីទើបវា scan បានលឿននៅពេលដែលយើងត្រូវលក់ទូរស័ព្ទឬក៏ផ្ទេរទូរស័ព្ទយើងឲ្យទៅអ្នកផ្សេងប្រើគឺយើងត្រូវលុប fingerprint របស់យើងចេញយើងចូលទៅកាន់ setting បន្ទាប់មកយើង scroll ចុះមកក្រោមយកជាមួយនឹងពាក្យ lock screen អូចុះមកក្រោមយើងឃើញពាក្យ fingerprint ហើយយើងចុចនៅលើពាក្យ fingerprint នឹងមកបន្ទាប់មកវាឲ្យយើងដាក់លេខ password ឥឡូវខ្ញុំដាក់ហើយយើងនឹងឃើញពាក្យ fingerprint 1អូខេអញ្ចឹងយើងចុចលើវាហើយវាមានពាក្យ remove ចុច remove ជាការស្រេចហើយវាបាត់សញ្ញាក្រយៅដៃឲ្យយើង scan ហើយវានៅតែ password ទេអញ្ចឹងរបៀបនៅក្នុងការលុប password ហ្នឹងក៏មានមួយរបៀបទៀតអរគុណសម្រាប់ការទស្សនាអ្នកនរគ្នាកុំភ្លេចចុច Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗហើយខ្ញុំកំពុងតែធ្វើវីដេអូប្រៀបធៀបកាមេរ៉ារវាង S25 Ultra និង S24 Ultra អញ្ចឹងកុំភ្លេច Sub ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលដែលខ្ញុំដាក់ចូលអរគុណហើយយើងនឹងជួបគ្នានៅវីដេអូបន្ត